ការងារនៅស្រុកក្រៅនេះហ៎មិនថាអ្នកបកកាយខ្លាំងប៉ុណ្ណាមានសញ្ញាបត្រកម្រិតណានៅស្រុកយើងផ្សេងមកដល់ប្រទេសក្រៅនេះគឺចាប់ផ្ដើមពី0ទាំងអស់គ្នាបងប្អូនតិចឃើញតាដែលរើសសម្រាមនេះតិចក៏បងប្អូនមានសញ្ញាបត្រហើយទៅសុំការងារគេធ្វើហើយយើងគិតថាការងារនេះគឺជាការងារថោកទាបឬក៏ការងារអីបងប្អូនសាកសុំគេទៅបោះជូតប្រគុណឬក៏ចោលសម្រាប់មើលគេទទួលយើងអត់គេអត់ទទួលទេគ្មានការងារណាខ្ពស់ទាបទេការខ្ពស់ឬទាបវាស្ថិតនៅលើចរិតរបស់មនុស្សយើងខ្ញុំសូមដឹងគុណដល់បងប្អូនដែលជាបុគ្គលិកនិងបងប្អូនដែលបើកជាអាជីវកម្មផ្សេងដែលផ្ដល់ឱកាសឲ្យមានបុគ្គលិកចូលធ្វើការមានការងារធ្វើមានភាពងាយស្រួលនៅក្នុងការមានឱកាសផ្ដល់ឱកាសឲ្យពួកគាត់ខ្ញុំមានសញ្ញាបត្រនៅស្រុកនេះហើយខ្ញុំទៅសុំការងារគេធ្វើគេសួរថាខ្ញុំមានបទពិសោធន៍ការងារនៅស្រុកនេះដែរឬអត់យ៉ាងតិចបទពិសោធន៍យ៉ាងតិច3ឆ្នាំយ៉ាងហោចវីដេអូនេះខ្ញុំសូមផ្ដាំផ្ញើទៅម្ចាស់អាជីវកម្មនិងបុគ្គលិកទាំងអស់គឺសូមយកយល់គ្នានៅក្នុងការធ្វើការទាំងអស់គ្នាបើសិនជាយើងមានកន្លែងល្អធ្វើការហើយឧទាហរណ៍ការសុំឈប់នៅកន្លែងធ្វើការគឺមានការលើកលែងចំពោះកូនឈឺមានការសំខាន់ត្រៀងបន្ទាន់ដែលយើងត្រូវតែឈប់ជាបន្ទាន់អាហ្នឹងយើងមានការលើកលែងប៉ុន្តែបើសិនជាយើងមានកិច្ចការធ្វើក្តារស្នាមអីផ្សេងគឺយើងមានកម្រងរួចទៅហើយថាថ្ងៃស្អែកយើងទៅធ្វើក្តារស្នាមឬអាទិត្យក្រោយច្បាប់នៅកន្លែងការងារគួរតែប្រាប់យ៉ាងហោចណាស់មុនមួយថ្ងៃដើម្បីឲ្យអ្នកគ្រប់គ្រងរកអ្នកជំនួសនៅពេលដែលយើងឈប់សម្រាប់ពេលដែលយើងចង់ឈប់ពីកន្លែងការងារច្បាប់យ៉ាងហោចណាស់ប្រាប់អ្នកគ្រប់គ្រងយ៉ាងហោចណាស់ពីអាទិត្យមុនដើម្បីឲ្យអ្នកគ្រប់គ្រងយកបុគ្គលិកផ្សេងមកជំនួសយើងមិនភ្ញាក់ឡើងថ្ងៃនេះធ្លាក់តកថ្ងៃនេះភ្លៀងថ្ងៃនេះពិបាកដើរឬក៏ថ្ងៃនេះមិនល្អពេកចង់ទៅដើរលេងមួយពួកម៉ាក់ឬក៏បងប្អូនមិត្តភ័ក្តិទៅបាត់អញ្ចឹងភាពទទួលខុសត្រូវរបស់យើងនៅកន្លែងណា